កុមារពីរនាក់បានស្លាប់បាត់បង់ជីវិតនៅប្រទេសអូស្ត្រាលីទីក្រុងស៊ីដនីនៅខែ6ថ្ងៃទី17ឆ្នាំ2026នេះដោយគ្រោះថ្នាក់ចរាចរណ៍ចាស់នៅក្នុងហេតុការណ៍នោះផងដែរមានបុរសម្នាក់អាយុ56ឆ្នាំគាត់មកបានបើករថយន្តមកបុកស្ត្រីដែលគាត់កំពុងតែរុញរទេះកូននៅតាមដងផ្លូវនឹងធ្វើឲ្យបាត់បង់ជីវិតកូនស្រីអាយុ5ឆ្នាំនិងកូនប្រុសអាយុ14ខែចាក្នុងនោះដែរកូនប្រុសបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែសង្គ្រោះមិនបានទេចំណែកកូនស្រីក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះភ្លាមតែម្ដងចានាងខ្ញុំក៏សូមចូលរួមរំលែកទុក្ខផងចំពោះក្រុមគ្រួសារសពចាពីនាងខ្ញុំកូនខ្មែរម្នាក់ពីប្រទេសអាមេរិកទៅចាអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរសូមកុំភ្លេច comment below ខាងក្រោមចាអរគុណច្រើនយើងជួបគ្នានៅព័ត៌មានក្រោយទៀតបងប្អូនអរគុណបាយបាយ